សួស្តីបងប្អូនចំពោះកាសែត Al Jazeera ដែលចុះពីម្សិលមិញបងប្អូនណាគេបាននិយាយថាប្រទេសតៃឡង់ហ្នឹងគឺគេដូចថាមានការមិនសប្បាយចិត្តចំពោះសហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកបិទវីសាផុនគេបងប្អូនឆ្នាំ2026នេះសហរដ្ឋអាមេរិកបានបិទប្រទេស75ប្រទេសនឹងហើយដែលមិនអោយដែលគេដូចថាមិនតន់គេហៅថា freeze គេមិនមែនថាគេមិនអោយគឺគេដូចថាបញ្ឈប់បណ្ដោះអាសន្នតនបងប្អូននឹងថ្ងៃនៅក្នុងវីសាហើយប្រទេស75ហ្នឹងក៏មានបញ្ចូលស្រុកខ្មែរយើងហើយនឹងប្រទេសតៃឡង់ហ្នឹងក៏ប៉ុន្តែចំពោះយើងក៏មិនសប្បាយចិត្តដូចគ្នាដែរក៏ប៉ុន្តែយើងដូចថាអត់មានចូលតួដោយពួកវាចំពោះពួកវាវិញវាដ្រាម៉ាហើយđâyបានជាខ្ញុំចែករំលែកវីដេអូនេះពីព្រោះដូចខ្ញុំថាអញ្ចឹងពួកវាគឺជាពួកដែលថាមានមោទនភាពចរិតគឺមានមោទនភាពគឺភាសាអង់គ្លេសគេហៅ ego អញ្ចឹងវា hurt ego វាខ្លាំងណាស់ពួកអីពួកវាសិតតែអាពួកមានមោទនភាពថាខ្លួនឯងនឹងអស់ចាក៏ប៉ុន្តែដល់គេបញ្ចូលនៅក្នុងលីសដែលគេបាត់វីសាអញ្ចឹងទៅដូចថាខ្លួនឯងនឹងមានអារម្មណ៍មួយថាអូកំសត់ដើរតួកំសត់អីតែខ្លួនឯងស្រុកខ្មែរក៏គេបញ្ចូលដែរក៏ប៉ុន្តែស្រុកខ្មែរគឺដូចថាអញ្ចឹងគេទទួលការពិតគឺថាសួរថាពេញចិត្តទេមិនពេញចិត្តទេតែគេក៏មិនមែនដូចថាជាពួកដូចពួកតៃឡង់ឯណែដែលដូចថាអត់បានដូចបំរងស្រែករយេរយោយហេតុអីពីព្រោះថាពួកមិនដែលទទួលការពិតពួកភូតកុហកពួកមិនទទួលការពិតគឺដូច្នោះហើយបងប្អូនដល់ពេលអញ្ចឹងទៅវាអាចទទួលយកការពិតទេពួកនេះគឺពួកភូតកុហកវាដើរคล้ายคล้ายវាដើរបន្លំគេគ្រប់យ៉ាងទាំងអស់ហើយគឺជាពួកដែលមិនចេះទទួលការពិតអញ្ចឹងហើយនៅពេលដែលវាជួបរបស់ពិតដែលគេមិនដូចថាដែលគេរចាក់វាចោលគឺវាឡំប៉ាវាចូលចិត្តដ្រាម៉ាហើយដែលយើងដឹងស្រាប់ហើយថាយើងមើលកុនដ្រាម៉ាវានឹងគឺវាប្រកែសម្ដែងណាស់ហ្នឹងហើយនេះជាធាតុពិតផនប្រទេសចៅប្រទេសតៃឡង់ណាបងប្អូនហ្នឹងហើយចំពោះវីដេអូនេះខ្ញុំចង់ចែករំលែកបងប្អូនប៉ុណ្្នឹងឯងចាសូមបងប្អូនទាំងអស់គ្នាជួយ share ដើម្បីឲ្យគេឃើញថាពួកអាតៃឡង់ពួកដ្រាម៉ាហើយពួកដែលមិនទទួលការពិតពេលដែលជួបរបស់ពិតវាឈឺចាប់វាឡាំប៉ាឲ្យទៅរបៀបនេះរហូតពិភពលោកនឹងឃើញភាពដ្រាម៉ាផនវាដោយពិតប្រាកដបងប្អូនចាសសូមអរគុណហើយជួបគ្នាវីដេអូក្រោយទៀត